អ្នកគ្រូផ្ដាំថាកុំពុះស្លូវកុំប្រដើសាខូចបើខ្ញុំមិនខូចគ្រូក៏មិនវាខ្ញុំដែរតែប៉ុន្មានតែបងខូចគ្នាយើងជាបាក់ថាបើសុំគោរពអូពូមិនកណានថាបដិគណៈក្នុងការជាទីគោរពចំរៀបសួរលោកប៉ាណាម៉ាលោកគ្រូអ្នកគ្រូជាទីគោរពស្វែងរកឯនៅសួស្ដីបងតាគ្នាអូនធ្វើសម្រាប់បញ្ញត្តិមកយប់ទឹកតែ5ឆ្នាំទេហើយអូនរៀនធម្មតាកម្រិតខ្ពស់នៅសាលាមេគីវេក្រេត2កាន់1ថ្ងៃនេះអូនមកសក្តីរំភើបខ្លាំងណាស់ដែលបានចូលរួមប្រកួតប្រជែងនិយាយជាសាធារណៈនៅវគ្គពាក់កណ្ដាលដោយព្រោះនៅក្រុមផ្នែកបត់ដ៏ខ្ជូតមួយគឺសិស្សល្អតើបងណាខ្លះចង់ឃើញជាសិស្សល្អដោយអូនបុចខាងលើកដៃមួយបងអូនតើគ្នាជាទីស្រឡាញ់ពាក្យថាស្លោជាសិស្សដែលស្រឡាញ់ការសិក្សាមានន័យអេយ៉ាបល្អស្ដាប់ដំបូន្មានលោកគ្រូអ្នកគ្រូដែរណាក៏ស្រឡាញ់ចូលចិត្តក៏ដែរដូច្នេះដើម្បីឲ្យកាន់តែច្បាស់ខ្ញុំបាទសូមលើកយក5ចំណុចសំខាន់ដើម្បីជាស្លោគឺ1ត្រូវស្ដាប់តាមដំបូន្មានរបស់លោកគ្រូអ្នកគ្រូដោយយកចិត្តទុកដាក់បំផុត2ត្រូវគោរពវិន័យបិទបញ្ជាផ្ទៃក្នុងសាលាជាពីខ្លះត្រូវគោរពពេលវេលាសិក្សាឲ្យបានត្រឹមត្រូវ3ត្រូវគិតខំរៀនសូត្រព្រមហាត់គីការស្រាវជ្រាវដែលលោកគ្រូអ្នកគ្រូដែលធ្វើដោយយកចិត្តទុកដាក់4ត្រូវមានអេយ៉ាបលអាចជាយកទៅអធិស្ឋានចំពោះមិត្តភក្តិអ្នកដទៃ5ត្រូវមានគុណធម៌សីលធម៌សច្ចធម៌និងជាគោរពឲ្យតម្លៃអ្នកដទៃសរុបក្តីមកស្លោគឺជាទំពាំងឬសរសើរទ្រង់ដ៏រឹងមាំដែលព្រះជាត្រការបើខិនធនធានមនុស្សទេប្រទេសជាតិកំណាញ់អភិវឌ្ឍបានដែរឆ្លងតាមការបកស្រាយរួចមកយើងអាចសន្និដ្ឋានបានថាផ្នែកបកខាងលើពិធីមានខ្លឹមសារយ៉ាងជ្រៅដោយពាក្យស្លោកមួយលើកថាកុមារជាតពេលស្នូរស័យក្នុងនាមខ្ញុំជាសាមណេរសុបញ្ញាញាចិត្តថានឹងគិតខំរៀនសូត្រស្ដាប់ដំបូន្មានលោកគ្រូអ្នកគ្រូឲ្យខ្លះជាស្លោកមកល្អក៏ល្អនឹងពលល្អដើម្បីរួមចំណែកអភិវឌ្ឍខ្លួនក្រុមគ្រួសារនិងសង្គមជាតិឲ្យកាន់តែរីកចម្រើនជាចុងក្រោយខ្ញុំបាទសូមគោរពអរគុណថាដឹកនាំលោកគ្រូអ្នកគ្រូនិងបងសិក្សាលើទឹកទាំងអស់ដែលបានចំណាយពេលវេលាដែលមានតម្លៃសម្រាប់ការបកស្រាយរបស់ខ្ញុំបាទសូមអរគុណ